ចំពោះថ្ងៃទី19ខែឧសភានេះត្រូវជាថ្ងៃម្សាញ់ទឹកយិនឆ្នាំដែលល្អប្រសើរមានឆ្នាំវករកាហើយនឹងឆ្លូវនិងអ្នកដែលត្រូវការធាតុទឹកហើយនឹងភ្លើងក៏ល្អប្រសើរផងដែរចំពោះឆ្នាំដែលគួរតែមានការប្រុងប្រយ័ត្នបង្ការការពារមានឆ្នាំកុលធាតុភ្លើងវ័យ20ឆ្នាំនិងកុលធាតុដីវ័យ68ឆ្នាំទិសដែលយើងគួរតែប្រុងប្រយ័ត្នក្នុងករណីយើងមានការជួសជុលស្វានដំមុខគ្រឹះមានទិសខាងកើតហើយនៅត្បូងជើងកើតចំពោះទិសល្អដែលយើងអាចធ្វើការអង្គុយប្រើប្រាស់បានមានទិសខាងត្បូងទី1 165អង្សាយើងអាចអង្គុយប្រើប្រាស់ឬក៏យើងអាចបាញ់ទឹកអប់បន្ថែមនៅក្នុងទិសនឹងដើម្បីឲ្យមានក្លិនក្រអូបកាន់តែល្អប្រសើរក្នុងករណីយើងចង់បានលាភធំយើងអាចដុតទៀនបាននៅក្នុងទិសនឹងគ្រាន់តែការដុតទៀនធ្វើឲ្យយើងមានអារម្មណ៍ថា stress ស្មុគស្មាញច្រើនម៉ោងដែលធ្វើទៅល្អប្រសើរចន្លោះពីម៉ោង7ទៅម៉ោង9ព្រឹកសម្រាប់ថ្ងៃនេះផ្ទាល់យើងឃើញថាមានធម៌ពលល្អប្រសើរក្នុងការចាប់ផ្ដើមការងារថ្មីការជួបជុំលក្ខណៈជាបណ្ដាញល្អប្រសើរចំពោះអ្នកដែលមានតួរាសីកុលនៅក្នុងប្រឡោះណាមួយក៏ដោយនៅ4ប្រឡោះនៅក្នុងតួម៉ោងតួថ្ងៃតួខែឬក៏តួឆ្នាំគួរតែមានការប្រុងប្រយ័ត្នខ្ពស់នៅក្នុងថ្ងៃនេះផ្ទាល់ជាពិសេសម៉ោង9ទៅដល់ម៉ោង11ប្រុងប្រយ័ត្នចំពោះការធ្វើដំណើរជាលក្ខណៈពិសេសជូនពរសំណាងល្អ